Việt Nam chmọ chạp sông đáy xê nụ kết mốc đalព្រឹកថ្ងៃទី 7 ខែមករា ឆ្នាំ 1979 កងទ័ពវៀតណាមជិត 20 ម៉ឺននាក់ និងអមដោយកងទ័ពរបស់រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជាមួយចំនួនផង បានឡោមព័ទ្ធទីក្រុងភ្នំពេញ ហើយរដ្ឋាភិបាលខ្មែរក្រហមក៏ត្រូវដួលរលំ តែនៅមុននោះប្រហែលមួយអាទិត្យ ដោយសារតែវៀតណាមបានដឹងពីសារៈសំខាន់របស់សម្ដេចសៀនុវៀតណាមបានរៀបចំផែនការមកឈ្មោះចាប់សម្ដេចសៀនុឲ្យទ្រង់ទៅដឹកនាំរណសិរ្សដែលវៀតណាមបានរៀបចំចាប់តាំងពីថ្ងៃទី 25 ខែធ្នូ ឆ្នាំ 1978 មកទ័ពវៀតណាមបានបើកឆាកវាយផ្ដួលរំលំរបបខ្មែរក្រហមជាច្រើនមុខព្រួញតាមបណ្ដោយព្រំដែនខ្មែរវៀតណាម រាប់ចាប់តាំងពីខេត្តរតនគិរីរហូតដល់មាត់សមុទ្រនៅខេត្តកំពតក្នុងបរិយាកាសដែលខ្មែរក្រហមនិងវៀតណាមកំពុងច្បាំងគ្នាយ៉ាងខ្លាំងនោះវៀតណាមបានបញ្ជូនកងកម្លាំងដូមួយក្រុមឲ្យមកឈ្មោះចាប់សម្ដេចសៀនុពួកកងកម្លាំងដូទាំងនោះបានព្យាយាមឆ្លងទន្លេមេគង្គនៅព្រឹកថ្ងៃទី 2 ខែមករា ឆ្នាំ 1979 ដើម្បីឈ្មោះចាប់សម្ដេចសៀនុ ដែលពេលនោះទ្រង់កំពុងត្រូវខ្មែរក្រហមឃុំឃាំងនៅទីក្រុងភ្នំពេញតែជាអកុសលពេលកងកម្លាំងដូទាំងនោះកំពុងព្យាយាមឆ្លងទន្លេពួកគេក៏ត្រូវខ្មែរក្រហមបាញ់សម្លាប់ទាំងអស់ហើយនៅមានតែម្នាក់គត់រត់រួចខ្លួនបានហើយម្នាក់នៅសេសសល់នោះក្រោយមកទៀតក៏បានភៀសខ្លួនទៅប្រទេសថៃ ដោយសារតែព្រឹត្តិការណ៍វៀតណាមបញ្ជូនកងកម្លាំងដូមកឈ្មោះចាប់សម្ដេចសៀនុនេះហើយទើបនៅក្បាលប្រលប់ថ្ងៃទី 2 ខែមករាដដែលនេះលោក ខៀវ សំផន ដែលជាមេដឹកនាំខ្មែរក្រហមសំខាន់ម្នាក់ត្រូវមកជួបសម្ដេចសៀនុទាំងយប់នៅពេលនោះលោក ខៀវ សំផន បានប្រាប់ព្រះអង្គថាទ្រង់មានពេលតែ 15 នាទីប៉ុណ្ណោះដើម្បីរៀបចំខ្លួន ព្រោះខ្មែរក្រហមត្រូវជន្លៀសព្រះអង្គនិងព្រះញាតិវង្សទៅកាន់ខេត្តបាត់ដំបងខ្មែរក្រហមយល់ពីសារៈសំខាន់របស់សម្ដេចសៀនុហើយពួកគេខ្លាចវៀតណាមចាប់សម្ដេចសៀនុបានហើយទ្រង់ត្រូវធ្លាក់ក្នុងកណ្ដាប់ដៃរបស់វៀតណាមវិញម្ដងដូច្នេះហើយទើបពួកគេត្រូវជន្លៀសព្រះអង្គចេញពីភ្នំពេញនៅក្បាលប្រលប់ថ្ងៃដដែលនេះលោកសូហុងដែលជាក្មួយរបស់ប៉ុល ពត និងជាអគ្គលេខាធិការរបស់ក្រសួងការបរទេសដែលមានលោកអៀងសេរីជារដ្ឋមន្ត្រីនោះបានមកប្រាប់ឯកអគ្គរដ្ឋទូតចិនថាអ្នកការទូតចិនក៏ត្រូវរៀបចំខ្លួនដើម្បីជន្លៀសទៅកាន់ខេត្តបាត់ដំបងកណ្ដាលយប់នោះដែរអ្នកការទូតចិនបានបន្សល់ទុកនៅកំណត់ហេតុយ៉ាងលម្អិតអំពីព្រឹត្តិការណ៍នេះដែលរួមមានការប្រញាប់ប្រញាល់រៀបចំខ្លួនការទម្លាក់ស្លាករបស់ស្ថានទូតចោលនិងការគំទេចឯកសារសម្ងាត់របស់ស្ថានទូតជាដើមក្រែងកងទ័ពវៀតណាមចាប់បានក្បួនជន្លៀសរបស់សម្ដេចសៀនុអ្នកការទូតចិននិងអ្នកការទូតបរទេសផ្សេងទៀតក៏ត្រូវចាកចេញពីទីក្រុងភ្នំពេញនៅពាក់កណ្ដាលយប់ថ្ងៃទី 2 ខែមករា ឆ្នាំ 1979 សម្ដេចសៀនុនិងអ្នកការទូតនានាបានទៅដល់ខេត្តបាត់ដំបងនៅរសៀលថ្ងៃទី 3 ខែមករាតែក្រោយពេលទៅដល់បាត់ដំបងប៉ុន្មានម៉ោងក្រោយមកខ្មែរក្រហមក៏បានប្រាប់សម្ដេចសៀនុនិងអ្នកការទូតចិនថាពួកគេបានវាយតម្លៃស្ថានភាពធូរស្រាលហើយតម្រូវឲ្យព្រះអង្គនិងអ្នកការទូតចិនត្រឡប់មកភ្នំពេញវិញសម្ដេចសៀនុនិងអ្នកការទូតចិនក៏ត្រូវវិលមកដល់ភ្នំពេញវិញហើយនៅថ្ងៃទី 5 ខែមករា ឆ្នាំ 1979 ទ្រង់ក៏ត្រូវបានអញ្ជើញឲ្យទៅជួបប៉ុល ពត រហូតដល់ 4 ម៉ោងឯណោះប៉ុល ពត បានប្រាប់ឲ្យសម្ដេចសៀនុចាកចេញទៅប្តឹងអង្គការសហប្រជាជាតិរឿងវៀតណាមឈ្លានពានពេលនោះប៉ុល ពត បានសន្យានឹងព្រះអង្គថាខ្មែរក្រហមនឹងវាយទ័ពវៀតណាមឲ្យដកថយត្រឹមរយៈពេល 2 ខែប៉ុណ្ណោះសម្ដេចសៀនុក៏ត្រូវចាកចេញតាមយន្តហោះចុងក្រោយរបស់ចិន
នៅល្ងាចថ្ងៃទី6 ខែមករាគឺនៅរយៈពេលតែមួយយប់ប៉ុណ្ណោះមុននឹងទ័ពវៀតណាមចូលដល់ក្រុងភ្នំពេញពេលសម្ដេចសៀនុទៅដល់អង្គការសហប្រជាជាតិវៀតណាមក៏មិនបានបោះបង់ការតាមតាក់ទងសម្ដេចសៀនុទេវៀតណាមនៅតែចង់ឲ្យទ្រង់មកដឹកនាំរណសិរ្សដែលវៀតណាមបានរៀបចំតែសម្ដេចសៀនុមិនបានយល់ព្រមទេចុងក្រោយចិនរហ័សជាងវៀតណាមហើយសម្ដេចសៀនុក៏សម្រេចចិត្តនៅជាមួយចិន